ngày nay nhom tôi bàn iPhone 7 Pro Max មួយទៀតហើយតែបញ្ហាហ្នឹងគឺឃើញថាដេញខ្ទេចមកតែហ្មងបាទ700បាទនិយាយទៅរើកន្លែងលក្ខណៈថាចុចមិនឃើញបាទចុចពីមុខក៏មុតដៃអាពីក្រោយក៏មុតដៃដែរបាទនិយាយទៅគឺកម្មមកហើយបាទទូរស័ព្ទនេះអញ្ចឹងភ្ញៀវក៏យកមកឲ្យខ្ញុំធ្វើបាទខ្ញុំក៏ឃើញថាតម្រងនេះដូចជាប្រហែលជានៅដើរមកទៅបាទម៉ាស៊ីនហ្នឹងព្រោះយើងចុចញ័រទៅឃើញថាវានៅត្រឹត្រឹអីចឹងម៉ាស៊ីនវានៅ feedback តបមកយើងវិញបានអញ្ចឹងបាទអញ្ចឹងហើយឃើញលក្ខណៈថាញាក់សាច់បណ្ឌិតទៅឃើញថាកោងតួមែនតើបងប្អូនបាទកោងនេះដែរគឺចេញមកគឺទម្រង់ទូកងើបាទឃើញទេគាត់ចេញមកងើខ្ទើតហ្មងបាទអូយដល់កតែហ្មងបាទនេះសាច់ខ្លាញ់អីតសារកញ្ចក់វានេះអាកញ្ចក់ខាងមុខហ្នឹងយើងយកដៃកវាសយកដៃអីទៅគឺអត់មុតទេបាទអំបែងវាហ្នឹងបែកគឺមានអារម្មណ៍ថាដូចវាស្អិតនៅជាប់នឹងក្នុងត្មងបាទអញ្ចឹងខ្ញុំក៏ធ្វើការមូលខ្ចៅគូតក្រោយចំនួន2គ្រាប់រួចធ្វើការបកឆ្វោកត្មងបាទមិនបាច់ប្រើអង្គមអីទេបាទព្រោះអានេះវាបែកខ្ទេចហើយយើងប្រើអង្គមនោះត្រាថាទូរស័ព្ទយើងនៅស្អាតនៅខ្ចីលិតបានអីចឹងណាបាទប៉ុន្តែបើទូរស័ព្ទនេះសាកហ៊ានតលិតមើលបើមុតអណ្ដាតច្រាញពេញនឹងសិតអំបែងលើនឹងបាទអញ្ចឹងខ្ញុំក៏ធ្វើការឆ្កឹះបាទនេះយកអេក្រង់នេះចេញមកបាទយកវាទុកមួយអន្លើទៅបាទរួចយើងធ្វើការវិភាគទៅលើម៉ាស៊ីនរបស់យើងឃើញថាដូចរៀងលមួលខ្លាំងណាស់ដែរនោះបាទឃើញទេមើលទៅឃើញថាដូចទូកងើអញ្ចឹងបាទដល់កបាទនេះនិយាយទៅទូរស័ព្ទនេះខូចហ្នឹងគឺទម្រង់អភិជនតែហ្មងបាទខូចនេះខូចមែនតែហ្មងបាទសូម្បីខ្ញុំគាត់តែកាន់ប៉ះនឹងដៃព្រាមមានអារម្មណ៍ថាខ្លោចចិត្តតែហ្មងបាទអញ្ចឹងយើងក៏ធ្វើការដោះគ្រឿងវាចេញបងប្អូនបាទយើងធ្វើការដោះគ្រឿងវាចេញមកខ្ចៅប្រហែលគ្រាប់នឹងនិយាយពីថាដោះម្ដងធុញណាខ្ចៅប្រហែលគ្រាប់នៅគៀននឹងមូលតឹងក៏តឹងបាទហើយខ្ចៅច្រើនទេបាទអញ្ចឹងបងប្អូនមើលកលេសទៅឃើញថាថ្មបាទថ្មនឹងឃើញថាលក្ខណៈជ្រួញបាទលក្ខណៈថាវាខ្ទើខ្លាំងដល់ខ្ទើខ្លាំងទៅជ្រួញដល់ទាំងថ្មនឹងទៀតឡើងវាចទៅតាមតួកោងតាមតួអញ្ចឹងបាទហើយម៉ាស៊ីនហ្នឹងឃើញថាអត់អីបាទតែសើម៉ាស៊ីនអត់អីនៅស្អាតចេះបាទតែវាយ៉ាប់យើងហ្នឹងគឺថ្មនេះវិញបាទរងសម្ពាធខ្លាំងជាងគេបាទអញ្ចឹងខ្ញុំក៏ធ្វើការដោះថ្មចេញពីអាប្រទេសតិចវាចេញបាទយើងបុកភ្លើង9វ៉ុលទៅបាទរយៈពេល1នាទីយើងគាត់ណាឆ្កឹះមកខ្វាច់ទៅរបូតខ្វែលមកឃើញទេវាស្រួលអញ្ចឹងបាទវាអត់ដូចអាស៊េរីមុនតើយើងទាញស្គុតបាទទាញឡើងវាចមាត់ស្គុតនោះមិនមែនទាញធម្មតាទេបាទអញ្ចឹងឃើញថាថ្មឡើងមូលបាទលក្ខណៈថាឡើងបោបាទអញ្ចឹងខ្ញុំក៏ធ្វើការកិនវាបាទកិនទៅឃើញថារៀងក្រាន់ជាងមុនបន្តិចបាទហើយយើងក៏ធ្វើការកាប់បាទកាប់ធ្វើការតេស្តលើម៉ាស៊ីនហ្នឹងមើលថាវាដំណើរការគ្រប់ function ឬអត់យកក្រង់ថ្មីរបស់យើងយកមកកាប់មកបាទអញ្ចឹងគាត់ណាដោតឆាច់បាច់ទៅឃើញថាចេញណែចេញថ្មមកកញ៉ែនញ៉ែអាហ្នឹងគឺស៊ីលុយបាទហើយបាទតម្រង់ក្លិនលុយតែមកបាទអញ្ចឹងយើងក៏ធ្វើការតេស្តតាមនឹងទៀតជាក់ស្ដែងបងប្អូនបាទយើងធ្វើការអឺតេស្តទៅលើ function មួយចំនួនមានដូចជាspeaker scan នៃដុំញ័រជាដើមអញ្ចឹងបាទពាក់ព័ន្ធមួយអាហ្នឹងថាវានៅដើរអត់អញ្ចឹងបាទកាមេរ៉ាអីនៅដើរមកសេតនេះឃើញទេខ្ញុំតេស្តទៅលើកាមេរ៉ាឃើញថាកាមេរ៉ាអត់មានអីទេអត់មានលើកអត់មានញាក់អត់មានញ័រអីទេបាទហើយមើលទៅឃើញថាប្រក់ក្តីទាំងអស់បាទអត់អីបាទទាំងដុំញ័រដុំអីឃើញថាត្រឺតប៉ុន្តែជាក់ស្ដែងមក SIM នេះវិញដែលវាមានបញ្ហាបាទអត់ស្គាល់ SIM ទេអានេះ SIM mid phone បាទ SIM mid phone ជាប់ជាមួយនឹងទូរស័ព្ទនេះមកស្រាប់ហើយខ្ញុំក៏អត់អស់ចិត្តខ្លាច SIM มันខូចអញ្ចឹងក៏យក SIM share card តេស្តម្ដងទៀតបាទយក SIM របស់ខ្ញុំមកយកតេស្តសាកល្បងមើលថាកលោកវាមកពី SIM អីអត់ស្គាល់អត់មានសេវាអញ្ចឹងព្រោះនៅក្នុងផ្ទះក្នុងអីអញ្ចឹងវាអាច SIM ខ្លះអីវាអាចខ្សោយសេវាដែរបាទអញ្ចឹងយើងដាក់ SIM ថ្មីចូលផ្សេងទៀតទៅក៏ឃើញថានៅតែអត់ដើរ SIM បាទអត់ស្គាល់អត់ detect SIM បដ ாய் បាទខ្ញុំគិតថាប្រហែលជាខូចទៅលើ board ហើយមកទៅព្រោះ board ហ្នឹងវាអាចស្រាំវាអាចហើបធ្នេរហើបអីចឹងប៉ុន្តែហើយយើងធ្វើការតេស្តទៅលើជើង SIM សិនបងប្អូនបាទយើងតេស្តទៅលើអា slot SIM ខាងក្នុងសិនជួនកាលវាអាចមកពីខូចអាហ្នឹងដែរបាទអញ្ចឹងខ្ញុំក៏ធ្វើការឆ្កឹះវាចេញយកវាមកបនិតបាទឃើញខ្ញុំយកមកបនិតទៅឃើញថាដូចជាអត់អីទេបាទយើងអត់អស់ចិត្តទេប៉ុន្តែដឹងថាវាខូចឬក៏អត់ទេខ្ញុំអត់អស់ចិត្តទៀតបាទអញ្ចឹងខ្ញុំក៏មើលទៅលើអា
ខ្សែចម្លងជើងស៊ីមហ្នឹងព្រោះខ្សែចម្លងជើងស៊ីមវាជាប់ជាមួយនឹងជើងសាកបាទវាមាន2ជាន់ជាប់គ្នាឡាញសម្រាប់ជើងសាកផ្សេងឡាញសម្រាប់ជើងស៊ីមនេះផ្សេងអញ្ចឹងខ្ញុំក៏បានពិនិត្យទៅលើស្ទាប់ទី1នេះបាទស្ទាប់ទី1វាមានជើងស៊ីមចម្លងខ្សែជើងស៊ីមនៅហ្នឹងឃើញថាអត់អីទេបាទខ្សែនៅស្អាតអត់មានដាច់រលាត់អីទេបាទហើយខ្ញុំក៏យកពីម៉ាស៊ីនមួយទៀតបាទយើងដោះពីម៉ាស៊ីនមួយទៀតមកដើម្បីធ្វើការតេស្តសាកល្បងសិនបាទយើងយកជើងស៊ីមហ្នឹងយកមកតេស្តសាកល្បងបាទអញ្ចឹងខ្ញុំក៏យកមកកັບមកដើម្បីឲ្យច្បាស់បាទឲ្យច្បាស់ការថាបញ្ហាអត់ដើរស៊ីមវាមកពីស្អីឲ្យប្រកបបាទអញ្ចឹងយើងធ្វើការតេស្តទៅតាម step មួយបើសិនជាវាអត់ស្គាល់ស៊ីមទេយើងធ្វើការដូរ slot SIM តេស្តមួយសិនថាបញ្ហាហ្នឹងវាមកពីអីអញ្ចឹងហើយយើងតេស្តទៅតាម step មួយតាមដានតាមជំហានមួយអញ្ចឹងបាទអញ្ចឹងគាត់ណាដូរslot SIM ហ្នឹងហើយឃើញថាសេវាមកឡើងពេញបឹបនេះឃើញទេអ្នកសេវាមកឡើងកញែនឡើងពេញឯក្រង់នេះឡើងពេញទេសេវាមិនធម្មតាណាបាទលោតមិត្តហ្វូនប្រព័ន្ធគោបាទអញ្ចឹងសម្រាប់ទៅឃើញថាវាខូចទាំងslot SIM adapter ខាងក្នុងវានឹងទៀតបាទហើយម៉ាស៊ីននេះក៏បូកសរុបទៅវាអស់រៀងច្រើនដែរបាទតែម្ចាស់គាត់ថាអត់អីទេបាទធ្វើទៅបាទខ្ញុំក៏ធ្វើការដោះបតរបស់គាត់នឹងចេញមកដើម្បីផ្ទៀងផ្ទាត់មើលមកតង់ទៀតថាបតហ្នឹងវាបោវាអីអត់ចឹងណាបាទហើយពាក់ព័ន្ធជាមួយនឹងកាមេរ៉ាក្រោយឃើញថាស្អាតចាស់អត់មានវាអត់មានបាក់អត់មានបោអីទេបាទឃើញថានិយាយទៅស្អាតតែហ្មងបាទម៉ាស៊ីននេះគឺវាយ៉ាប់ជាងគេគឺផ្នែកមកកណាត់ក្រោមបាទផ្នែកមកកណាត់ខាងក្រោមឃើញថាយ៉ាប់យឺនមែនតើបាទហើយបើផ្នែកមកកណាត់លើអត់អីបាទកិច្ចផុតបាទកន្លែងនេះវារៀងរឹងដែរហ្នឹងបាទមកកណាត់ខាងលើរៀងរឹងបាទហើយបើប្រភេទមកកណាត់ខាងក្រោមបតហ្នឹងវាមានបន្លោះសម្រាប់ខ្នងក្រោយអញ្ចឹងទៅវារៀងទន់តិចហើយបាទកន្លែងហ្នឹងវាអត់មានឆ្អឹងណាបាទអញ្ចឹងខ្ញុំក៏ធ្វើការដោះសាច់បតហ្នឹងមកដើម្បីធ្វើការវិភាគមើលទៅឃើញថាអត់អីទេបាទបតហ្នឹងឃើញថាស្អាតចាស់អត់មានហើធ្នេអត់មានប៉ោងអត់មានអីទេឃើញថាស្មើនិយាយទៅស្មើធេងតែមកបាទអត់អីបាទអញ្ចឹងយើងធ្វើការតេស្តទៅលើជើងសាកមកតង់ទៀតបាទយើងមើលឆែកទៅលើជើងសាកសិនបាទថាជើងសាករបស់ភ្ញៀវនៅស្អាតឬក៏អត់ចឹងព្រោះមកកណាត់ក្រោមវារៀងតំណមដែរបាទមើលទៅឃើញថា speaker ដុំញ័រដុំអីឃើញថាអត់អីទេបាទនៅស្អាតនេះហើយដោះជើងសាកនេះដែរខ្ញុំចាប់អារម្មណ៍អាដុំនេះមួយអាដុំនេះប្រហែលជាអង់តែន 5G ហើយបាទព្រោះcode CH វា support 5G អញ្ចឹងមានន័យថា code CH គេឆ្លៀតដាក់អង់តែន 5G ជាប់ជាមួយនឹងជើងសាកមកតែហ្មងបាទកុំឲ្យញ៉ែញ៉ៃអត់មាន 5G នៅពេលថ្ងៃអនាគតអីចឹងណាបាទអញ្ចឹងឃើញថាជើងសាករបស់វានេះឃើញថា design ចេញមកវាខុសប្លែកពីមុនរឿងច្រើនដែរណាបាទបើប្រៀបធៀបជាមួយ16 Pro Max គឺខុសគ្នាស្រឡះដាច់ដូចមេឃនឹងដីចឹងបាទអញ្ចឹងអានេះគឺ Type C បាទ Type C របស់វាហ្នឹងឃើញជើងរបស់វាមានគ្រប់គ្រាន់អត់មានកេងអត់មានបន្លំទេបាទហើយមកកណាត់ខាងក្រោមនេះឃើញថាវារៀងវល់ហើយបាទខាងលើអត់អីទេបាទអញ្ចឹងខ្ញុំក៏ដោះ LiDAR sensor បាទ LiDAR sensor បើសិនជាយើងអត់ដូរទេគឺចូលកាមេរ៉ា portrait លោតភ្លឹមផ្លែតនៅហ្នឹងបាទតើយកបោះដើមរបស់វាយកមកដាក់បាទអញ្ចឹងប៉ុណ្ណឹងគឺអូខេបាទអត់មានអីត្រូវកាប់សាច់ទៀតទេនេះចាស់របស់វាហ្នឹងបាទតួចាស់ហ្នឹងយើងក៏យកតួថ្មីរបស់យើងមកឃើញថាស្អាតចាស់ខ្ចីញញលិតបានបាទនេះនៅទាំងថងចេញមកលើប្រឡងចាំងតែហ្មងបាទអាតួនេះថ្លៃបងប្អូនបាទថ្លៃចង់និយាយថាវាប្រហាក់ប្រហែលមាសដែរហ្នឹងបាទបើប្រៀបធៀបវាថ្លៃដូចមាសដែរហ្នឹងបាទអញ្ចឹងតួនេះមួយអាចទិញទូរស័ព្ទ Vivo Oppo បានមួយបាទទូរស័ព្ទថ្មីប្រអប់ទៀតបាទស៊េរីមើមប្រើបានអញ្ចឹងបាទអញ្ចឹងយើងក៏ធ្វើការយកបតរបស់យើងមកដើម្បីធ្វើការចាប់ចូលតួថ្មីរបស់យើងហើយយើងវាយដូរហ្មងទៅព្រោះយើងពិនិត្យឃើញជើងសាករបស់គាត់ឃើញថាស្អាតចាស់អត់អីទេបាទអញ្ចឹងខ្ញុំក៏ខ្ជិលដោះជើងសាកជាប់ជាមួយនឹងតួមកស្រាប់ហ្នឹងក៏យើងវាយដូរមួយភៀវចឹងហ្មងទៅព្រោះវាបានសំណុំផងអាហ្នឹងការពារជំរាបទៅបើសិនជាយើងដោះជើងសាកដែលជាប់ជាមួយនឹងតួមកស្រាប់ហើយដាក់របស់គាត់ទៅវិញអាហ្នឹងវាអាចជ្រាបទឹកចូលបាទអញ្ចឹងបើសិនជាយើងចង់រក្សាសំណុំលក្ខណៈថាកុំឲ្យជ្រាបទឹកជ្រាបអីចូលយើងវាយដូរហ្មងទៅបាទយើងវិភាគទៅលើរបស់ភ្ញៀវទៅឃើញថាស្អាតដែរអញ្ចឹងយើងអាចវាយដូរគ្នាបានអត់អីទេបាទហើយវាលឿនផងបាទអត់មានយូរការញ៉ែញ៉ៃដោះថ្ប៉ែលើតនៅនឹងទេបាទអញ្ចឹងអានេះគាត់ថាយើងតឡើងដាក់កັບច្រោចចូលទៅគឺចិត្តហើយបាត់ហើយណាបាទ
វាងាយស្រួលអញ្ចឹងណាបាទវាយើងមិនបាច់វែងឆ្ងាយទេហើយតួនេះមិនមែនតួអេចាយណាបាទនេះតួម៉ាស៊ីនដែលគេដោះបំបែកគ្រឿងលក់ឲ្យភ្ញៀវបាទបើថភ្ញៀវគេទិញម៉ាស៊ីនទាំងមូលអញ្ចឹងមកភ្ញៀវខូចក្រង់គេដោះឲ្យក្រង់ដាក់ភ្ញៀវទៅបាទអញ្ចឹងវានៅសល់ថ្មសល់តួសល់អីណាខូចអីគឺដូរហ្នឹងទៅអាហ្នឹងជាប្រភេទតួអញ្ចឹងសបកអញ្ចឹងបាទអញ្ចឹងអាហ្នឹងមិនមែនបោះចិនបោះរោងចក្រដែលគេផលិតគ្រប់គង់ទេអានេះគឺស៊ីនបោះធីមខូកតែមកបាទអញ្ចឹងប៉ុណ្ណឹងគឺយើងធ្វើការចាប់ចូលទៅហើយអាប្រទេសថ្មរបស់គាត់ដោះបោះដើមហ្នឹងគឺដាក់អត់កើទេដោយសារវាវាចវាប៉ោងអញ្ចឹងយើងកាប់ឲ្យក្រង់អត់កើទេអញ្ចឹងមានតែយើងយកអាសន្ទះថ្មកាប់សាច់ហើយគាត់កាប់សាច់2 3ដាក់សម្រំតែត្រូវបាទដាក់កលបាទអានេះវាចមកបន្តិចគឺបានតែមកបាទសម្រាប់ប្រទេសថ្មហ្នឹងអាប្រទេសតិចរបស់វាតើវាចមកបន្តិចដាក់ឲ្យក្រង់អត់ចូលទេហើយតែយើងដាក់ទាំងវាចហ្នឹងទៅកាប់ឲ្យក្រង់ទៅប៉ាក់ប៉ើកហើយតែស្កត់បន្តិចខូចក្រង់តែមកបាទងឹតមុខឈឹងដល់លើហ្នឹងមកផ្លែតហ្នឹងបាទអញ្ចឹងតើយើងរើអាសន្ទះថ្មប្រទេសថ្មដែលត្រង់ស្អាតបាទយកមកដាក់បានកើតអាហ្នឹងគឺរៀងវល់ទាំងហ្នឹងបន្តិចមកវីដេអូហ្នឹងគាត់ណារើអាសន្ទះថ្មឡើងមក2 3ជាងហើយបាទរើតម្រាំតែបានបាទអញ្ចឹងប៉ុណ្ណេះគឺយើងធ្វើការសម្អាតអេក្រង់បាទសម្អាតអេក្រង់ហ្នឹងគឺយើងកាប់វាចូលទៅថាប៉ុណ្ណឹងទៅឃើញថាក្លិនហើយបាទចេញក្លិនមកតិចហើយបាទហើយយើងធ្វើការបើកឆាចមកឃើញថាចេញប៉មប៉ាន់ផ្លែបត្រាបាទហើយបន្ទាប់ពីហ្នឹងទៅយើងធ្វើការតេស្តតិចបាទយើងធ្វើការតេស្តវាមើលថា function ដំណើរការគ្រប់សពឬក៏អត់ការវិជាថាច់កាមេរ៉ាមុខក្រោយឆ្វេងស្ដាំនិយាយទៅគឺមុននឹងកាប់ចូលយើងតេស្តអស់សិនប្រយ័ត្នតែកាប់ចូលហើយចាំតេស្តអាហ្នឹងគឺអំបិលហើយបាទតែអត់ដើរអីមួយកោះមកសារដើមវាយូរអញ្ចឹងវាយូរការអញ្ចឹងបាទហើយតែប៉ុណ្្នឹងទៅឃើញថាស្អាតចាស់ខ្ចីញញលិតបានមើលអត់ដឹងថាធ្វើទេបាទនេះឃើញទេនិយាយទៅគឺអែមស្រែមតែមកបាទមើលអត់ដឹងទេស្អាតចាស់អញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាពាក់ព័ន្ធជាមួយនឹងទូរស័ព្ទបាទទូរស័ព្ទបែកខ្ទេចហើយចង់ធ្វើអស់លុយច្រើនអារបៀបស្រីក្រោយអញ្ចឹងណាបាទបងប្អូនអាចតាក់ទងមកខ្ញុំបានតាក់ទងតាម Telegram ក៏បានតាក់ទងតាមលេខទូរស័ព្ទក៏បានដែរបាទអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេបាទហើយចុងក្រោយនេះគឺយើងពិនិត្យមើលលទ្ធផលសម្រាប់របស់យើងឃើញថាទូរស័ព្ទមើលទៅអត់ដឹងថាដូរតួដូរក្រង់ទេបាទស្អាតចាស់ខ្ចីញញបាទឃើញទេហើយបងប្អូនមើលជាក់ស្ដែងទៅឃើញថាបន្ទាប់ពីធ្វើហើយហ្នឹងមើលមិនដឹងទេណាឃើញទេកញ្ញែញស្អាតចាស់ហើយអានេះគឺតួចាស់របស់គាត់នេះតួចាស់ហ្នឹងហើយតួចាស់នេះដែរបងប្អូនមើលសភាពជាក់ស្ដែងទៅឃើញថាងឹតមុខដែរហ្នឹងបាទអញ្ចឹងតែប៉ុណ្្នឹងទៅឃើញថានេះកញ្ញែបាទស៊ីលុយបាត់ទៅហើយ